ប្រាសាទតាកែវប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាលឃុំនគរធំក្រុងសៀមរាបខេត្តសៀមរាបសាងសង់នៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5ពីថ្មភក់មានទំហំ100ម៉ែត្រគុណនឹង120ម៉ែត្រតាមលោកសូដេសថាប្រាសាទនេះត្រូវបានគេបោះបង់ចោលព្រោះកាលនោះមានរន្ទះបាញ់ត្រូវប៉ុន្តែលោកសូដេសយល់ថាដោយមានកាត់ហេតុអាក្រក់មួយបណ្ដាលឲ្យគេបោះបង់សំណង់នេះលុះមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ទើបទ្រង់បញ្ជាឲ្យគេធ្វើការជួសជុលឡើងវិញអ្នកស្រីកូរ៉ាល់រេម៉ូសាតនៅក្នុងសៀវភៅផាតខ្មែរក្នុងនាមជាអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់គាត់បានសរសេរថាប្រាសាទតាកែវនេះកសាងដោយព្រះបាទជ័យវរ្ម័នទី5នៅក្នុងគ្រិស្តសករាជឆ្នាំ974ដើម្បីឧទ្ទិសថ្វាយព្រះឥសូរព្រះមហាក្សត្រអង្គនេះបានឡើងសោយរាជសម្បត្តិក្នុងវ័យកុមារភាពដូច្នេះមានព្រះរាជគ្រូជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាឲ្យគេកសាងទីក្រុងថ្មីមួយឈ្មោះថាជយិន្ទ្រនគិរីដែលមានប្រាសាទភ្នំហេមគិរីនៅចំកណ្ដាលហើយតាមការប៉ាន់ស្មានប្រាសាទហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯងអ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរប៉ុន្តែត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថាប្រាសាទនេះដូនតាខ្មែរធ្វើមិនទាន់ហើយក្តីក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទនេះទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថាជាហេមគិរីបូជនីយដ្ឋានកណ្ដាលនៃទីក្រុងជយិន្ទ្រនគរគិរីរបស់ព្រះបាទជ័យវរ្ម័នទី5យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ទៀតថាប្រាសាទតាកែវត្រូវបានកសាងបង្ហើយដោយព្រះបាទសូរ្យវរ្ម័នទី1ដែលបានឡើងសោយរាជ្យនៅដើមសតវត្សទី11ទន្ទឹមនឹងនោះព្រះអង្គក៏ឲ្យគេស្ថាបនាឲ្យចាប់ជាស្ថាពរនៅប្រាសាទភិមានអាកាសកុបរៈនៃរាជវាំងផងដែរដូច្នេះបើប្រាសាទតាកែវធ្វើមិនទាន់ហើយតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី5សតវត្សទី10ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខ្មែរក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី1នាសតវត្សទី11បែរជាធ្វើប្រាសាទមួយនេះមិនហើយដដែលសិលាចារឹកបានចារថានៅពេលប្រាសាទបានកសាងរួចរាល់ស្រាប់តែមានរន្ទះបាញ់ដែលជាប្រផ្នូលអាក្រក់មិនអាចបន្តកសាងបានឡើយសិលាចារឹកនៅប្រាសាទតាកែវមានចំនួនទាំងអស់7ដែលនៅក្នុងគោបរៈទិសខាងកើតស្នាដៃរបស់បណ្ឌិតយោគីស្វរៈស្ថិតនៅក្នុងគោបរៈខាងក្រៅដែលសរសេរនៅមេទ្វារទិសខាងកើតសិលាចារឹកនេះសរសេរជាភាសាសំស្ក្រឹតមាន38បន្ទាប់សិលាចារឹករៀបរាប់អំពីអំណោយរបស់យោគីបណ្ឌិតដែលធ្វើចំពោះវត្តនានាដូចជាវត្តលឹងបរៈអង្គវេទន្លេវត្តឯកចាំពេស្វរៈកម្មទ្វាកៈតិចជ័យខ្សេតនៅឯវត្តឯកភ្នំបាត់ដំបងភ្នំបូជវិចារាំងសីហេមស្រឹងនិងនរិន្ទ្រក្រៀមតាមសិលាចារឹកលេខ K842 និងលេខ K534 បានហៅប្រាសាទនេះថាហេមគិរីជាភាសាបាលីឬសំស្ក្រឹតដែលមានន័យថាភ្នំមាសបានផ្ដើមកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5ឆ្នាំ968ដល់1001និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 1002ដល់1050សិលាចារឹកប្រាសាទតាកែវមានសិលាចារឹកដែលបកប្រែដោយលោកសូដេសថាមន្ត្រីឈ្មោះយោគីស្វរៈបណ្ឌិតបានទទួលព្រះរាជបញ្ជានៅក្នុងការកសាងហេមស្រឹងគិរីគឺប្រាសាទតាកែវមានរន្ទះបាញ់មុនសាងសង់ត្រូវបានបញ្ចប់